ធ្វើដោយម្ដេចដើម្បីយើងលក់ទំនិញដាច់ច្រើនជាងមុនសម្រាប់អ្នកដែលរកស៊ីអនឡាញនិងអ្នកដែលកំពុងប្រើប្រាស់ page Facebook ជាប្រចាំថ្ងៃនេះអ្នកទាំងអស់គ្នានឹងយល់កាន់តែច្បាស់អំពីការធ្វើ content និងការលក់ក៏ជាការផ្សព្វផ្សាយជាដើម TikTok ប្រើសម្រាប់បង្កើតចំនួនអ្នកមើលឲ្យគេបានស្គាល់ប៉ុន្តែនៅទីនោះមិនអាចផ្គត់ផ្គង់សេវាកម្មទាក់ទងនឹងការឆ្លើយតបនិងទទួលការ order ពីភ្ញៀវបានទេកន្លែងនេះម្ចាស់អាជីវកម្មទាំងអស់តែងតែគិតខុសដោយអ្នកខ្លះព្រមទទួលភ្ញៀវតាមរយៈ TikTok ការដែលយើងទទួលភ្ញៀវតាម TikTok វាមិនត្រឹមត្រូវទេចំណុចទី2គឺគាត់មិនសូវយល់អំពីការផ្សព្វផ្សាយយើងនិយាយដល់ការផ្សព្វផ្សាយវាមានពីរប្រភេទឥឡូវហ្នឹងទី1ទាក់ទងនឹងការធ្វើ poster ឬគេហៅថា design artwork មួយចំនួនដើម្បីផ្សព្វផ្សាយទី2នោះគឺវីដេអូការផ្សព្វផ្សាយអញ្ចឹងការផ្សព្វផ្សាយទាំងពីរនោះគឺអាចខ្វះមួយណាបានទេមានន័យថាការផ្សព្វផ្សាយទាំងពីរត្រូវដើរទន្ទឹមគ្នាយើងនិយាយជាវីដេអូដើម្បីគេបានដឹងថាតើយើងនិយាយអំពីអ្វីខ្លះនៅក្នុងហ្នឹងឲ្យគេទាក់ទាញចំណាប់អារម្មណ៍យើងគេបានឃើញផលិតផលពិតនិងការនិយាយឃោសនាពិតប៉ុន្តែនៅលើ poster វិញគឺគេបានឃើញអំពីរូបភាពក៏ដូចជាតម្លៃជាក់លាក់ក៏ដូចជាព័ត៌មានច្បាស់លាស់ដែលគេអាច save រូបហ្នឹងដើម្បីមកcommentក៏ដូចជាធ្វើការបញ្ជាទិញនៅក្នុង page របស់យើងដូច្នេះបើសិនបើអ្នកទាំងអស់គ្នាត្រូវការដឹងចំណេះដឹងបន្ថែមទៅនឹងការលក់និងការគ្រប់គ្រង page និងការ boost page អីខ្ញុំចែករំលែកតាមចំណេះដឹងដែលខ្ញុំអាចធ្វើទៅបាន